តាមបទពិសោធន៍ខ្ញុំធ្វើការនៅក្នុងសាលាឯកជនអស់ជាច្រើនឆ្នាំកត្តាប្រឈមដែលតែងជួបប្រទះនៅពេលដែលគ្រប់គ្រងចាត់ចែងដំណើរការសាលាគឺមានមួយចំនួនដូចជាទី1គឺ student enrollment and retention ទាំង student enrollment ពេលខ្លះវាលំបាកនៅក្នុងការតាក់ទាញសិស្សានុសិស្សដើម្បីឲ្យគាត់ចុះឈ្មោះចូលរៀននៅក្នុងវគ្គសិក្សាថ្មីក៏ដូចជាឆ្នាំសិក្សាថ្មីទៅតាមផែនការកំណត់ target ណាបាទទៅតាម target ដែលយើងបានកំណត់ចំណែកឯ retention គឺសិស្សានុសិស្សដែលគាត់សិស្សចាស់ដែលគាត់កំពុងតែសិក្សាជាមួយនឹងយើងគាត់ក៏ drop out ហើយពេលខ្លះគឺការ drop out ហ្នឹងគឺចំនួន drop out rate ហ្នឹងគឺខ្ពស់ហ្នឹងឯងលើពីការរំពឹងទុកទី2ពាក់ព័ន្ធជាមួយនឹង financial management អញ្ចឹងគឺចង់សំដៅទៅលើការគ្រប់គ្រងហិរញ្ញវត្ថុអញ្ចឹងកាត់ពេលខ្លះការគ្រប់គ្រងហិរញ្ញវត្ថុការធ្វើ plan គឺវាអត់សមប្រកបទៅតាមអ្វីដែលយើងបានគ្រោងទុកទាំងចរន្តសាច់ប្រាក់ក៏ដូចជាការចំណូលនិងចំណាយទី3គឺ staff recruitment ហើយនិង retention អញ្ចឹង staff recruitment មានពេលខ្លះក៏វាមានផលលំបាកនៅក្នុងការជ្រើសរើសបុគ្គលិកដែលគាត់មានសមត្ថភាពដើម្បីចូលរួមជាមួយនឹងក្រុមការងារជាពិសេសគឺបុគ្គលិកដែលស្ថិតនៅក្នុង middle management អញ្ចឹងគឺមានផលលំបាកនៅក្នុងការរើសហើយ retention គឺក៏មានពេលខ្លះក៏ប្រឈមនៅក្នុងការគ្រប់គ្រងបុគ្គលិកដែលគាត់មានសមត្ថភាពហ្នឹងគឺគាត់នៅជាមួយនឹងក្រុមហ៊ុនបានយូរអង្វែងទី4គឺពាក់ព័ន្ធជាមួយនឹង curriculum implementation ហើយនិង quality control អញ្ចឹងគឺកម្មវិធីសិក្សាគឺពេលខ្លះយើងប្រើកម្មវិធីសិក្សាល្អស្តង់ដារតែនៅពេលដែលយើងយកវាទៅអនុវត្តបាទបដិបដាលជូនទៅដល់លោកគ្រូអ្នកគ្រូហើយលោកគ្រូអ្នកគ្រូយកវាទៅអនុវត្តជាមួយនឹងសិស្សានុសិស្សហ្នឹងគឺវាពេលខ្លះក៏អត់បានសមប្រកបទៅតាមអ្វីដែលយើងចង់បានឬក៏ការរំពឹងទុកទី5 communication និង engagement តំណែងតំណងរវាងគណៈគ្រប់គ្រងទៅកាន់លោកគ្រូអ្នកគ្រូតំណែងតំណងរវាងលោកគ្រូអ្នកគ្រូទៅសិស្សានុសិស្សហើយក៏ដូចជាគណៈគ្រប់គ្រងឬក៏លោកគ្រូអ្នកគ្រូទៅកាន់លោកស្រីដែលជាមេដាបេដាសិស្សានុសិស្សអញ្ចឹងពេលខ្លះក៏វាអាចនឹងមានបញ្ហាមួយចំនួនមានការ error មានការយល់ច្រឡំមានការខ្វែងគំនិតគ្នាខ្លះនៅក្នុងនោះទី6គឺ compliance អញ្ចឹងគឺការអនុវត្តនៅគោលការណ៍ច្បាប់ដែលយើងបានតាក់តែងហើយដើម្បីយកទៅអនុវត្តនៅក្នុងសាលាទាំងមូលវាអត់បានពេញលេញហើយក៏អត់បានរលូនហ្នឹងហើយទី7គឺ technology integration ហើយនិង infrastructure អញ្ចឹងគឺការបញ្ចូលនៅប្រព័ន្ធបច្ចេកវិទ្យាចូលទៅក្នុងការសិក្សាការបរៀនក៏ដូចជាការបំពេញការងារដោយសារតែពេលខ្លះគឺប្រព័ន្ធបច្ចេកវិទ្យានឹងគឺវាដើរលឿនពេកហើយបុគ្គលិកលោកគ្រូអ្នកគ្រូគាត់ពេលខ្លះក៏កម្រិតសមត្ថភាពនៅមានកម្រិតអញ្ចឹងគឺការអនុវត្តក៏វាមានការប្រឈមខ្លះហើយទន្ទឹមនឹងគឺសម្ភារៈនៃប្រព័ន្ធបច្ចេកវិទ្យាវាត្រូវការអាប់ដេតអញ្ចឹងក៏មានការយឺតយ៉ាវនៅក្រោយការវិវត្តទី8ពាក់ព័ន្ធជាមួយនឹង safety and security អញ្ចឹងគឺការគ្រប់គ្រងនៅប្រព័ន្ធសុវត្ថិភាពជូនទៅដល់សិស្សានុសិស្សទី9គឺ marketing អញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើសកម្មភាពទីផ្សារដោយសារតែនាពេលបច្ចុប្បន្នហ្នឹងគឺការធ្វើទីផ្សារគឺមានការប្រកួតប្រជែងច្រើនហើយទាមទារអ្នកដែលគាត់មានសមត្ថភាពខ្ពស់នៅក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅហើយនឹងអនុវត្តទៅតាម trend បាទចរន្តដែលភាពល្បីល្បាញដែលមាននៅក្នុង social media ហ្នឹងហើយអញ្ចឹងគឺយើងត្រូវតែដើរតាមទាន់ trend ហ្នឹងហើយនឹងរកឃើញនៅចំណុចលក្ខណៈពិសេសរបស់សាលានៅក្នុងការធ្វើសកម្មភាពធ្វើយ៉ាងណាដើម្បីតាក់ទាញសិស្សានុសិស្សឲ្យគាត់មកចូលរៀនអញ្ចឹង ត
ទាំងអស់នេះគឺជាកត្តាប្រឈមធំៗមួយចំនួនដែលខ្ញុំផ្ទាល់តែងតែជួបពើប្រទះនៅពេលដែលគ្រប់គ្រងចាត់ចែងនៅក្នុងសាលាចុះសម្រាប់លោកគ្រូអ្នកគ្រូទាំងអស់គ្នាវិញក៏ដូចជាគណៈគ្រប់គ្រងនៅតាមសាលានីមួយៗតើជួបប្រទះបញ្ហាអីខ្លះសូមចូលរួម comment នៅខាងក្រោមJC Cambodia ក៏មាននៅសេវាកម្មជាច្រើនដោយសារតែធនធានមនុស្សនៅក្នុង JC Cambodia គាត់ជាបុគ្គលដែលនៅក្នុងវិស័យអប់រំឆ្លងកាត់ការបណ្ដុះបណ្ដាលឆ្លងកាត់ការធ្វើការមានបទពិសោធន៍លើសពី20ឆ្នាំអញ្ចឹងការយល់ដឹងការស្វែងយល់អាចយល់បានច្រើនពាក់ព័ន្ធជាមួយនឹងសាលាកន្លែងណាគួរកន្លែងណាមិនគួរកន្លែងណាត្រូវអភិវឌ្ឍកន្លែងណាមិនត្រូវអភិវឌ្ឍកន្លែងណាមានហានិភ័យកន្លែងណាអាចនឹងមានការបាត់បង់គឺគាត់អាចស្វែងយល់គាត់អាចដឹងហើយទន្ទឹមនឹង JC Cambodia ក៏បានរៀបចំនៅ template ការងារមួយចំនួនហើយ template ទាំងអស់ហ្នឹងគឺសំខាន់មែនទែនដែលយើងឲ្យឈ្មោះថា School Management and Academic Toolkit អញ្ចឹងគាត់អាចជាវបានយកទៅប្រើប្រាស់ហើយវាជួយសម្រួលខ្ញុំជឿជាក់ថា form ទាំងអស់នេះ template ទាំងអស់នេះវាដូចជាចរន្តការងារមួយអញ្ចឹងបាទហើយវាសំខាន់មែនទែនអញ្ចឹងលោកស្រីអាចជាវយកទៅប្រើប្រាស់បានហើយទន្ទឹមនឹងគឺ form ទាំងអស់នេះនិយាយស្មោះត្រង់ទៅគឺលើកទឹកចិត្តដល់សាលាខ្នាតតូចនិងមធ្យមបាទដោយសារតែជឿជាក់ថាភាគច្រើនពួកគាត់អត់ទាន់មានប្រព័ន្ធហើយអ្នកខ្លះក៏គាត់មានដែរមានប្រព័ន្ធប៉ុន្តែអាចជាវយកទៅមើលបានដើម្បីជួយជាគំនិតជួយជាយោបល់បន្ថែមនៅក្នុងហ្នឹងដើម្បីជួយឲ្យដំណើរការសាលារបស់គាត់កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតអញ្ចឹងណាបាទជាក់ស្ដែង form ទាំងអស់ហ្នឹងលោកលោកស្រីអាចdownload អាចទាញបាទអាចស្រាវជ្រាវបាទពី Chat GPT ពី Google ពី Gemini អីបានអញ្ចឹងណាប៉ុន្តែគ្រាន់តែថាប្រសិនបើយើងស្រាវជ្រាវយើងអាចថាត្រូវការពេលវេលាយូរបាទត្រូវការពេលវេលាប៉ុន្តែនេះយើងមានស្រាប់ហើយតម្លៃសមរម្យមែនតើដែលគាត់អាចជាវយកទៅមើលយកទៅប្រើប្រាស់បានអញ្ចឹងណាហើយ form ហ្នឹងគឺសំខាន់មានទាំងភាសាខ្មែរមានទាំងភាសាអង់គ្លេសហើយគឺមានច្រើនមែនតើមាននៅក្នុងផ្នែកប្រតិបត្តិការហើយនឹងការងាររដ្ឋបាលហើយទី2គឺទៅលើធនធានមនុស្សទី3គឺទៅលើ finance ទី4ទៅលើផ្នែក academic ហើយបូកជាមួយនឹងនៅប្រធានបទសម្រាប់ធ្វើការបណ្ដុះបណ្ដាលមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងលោកគ្រូនិងបុគ្គលិកបាទដែលជាប្រធានបទសំខាន់សម្រាប់ពួកគាត់ដើម្បីគាត់យល់ដឹងហើយគាត់អាចមានចំណេះដឹងយកទៅការអនុវត្តបន្ថែមខ្ញុំសូមបញ្ជាក់ផងដែរនៅក្នុងផ្នែករដ្ឋបាលហើយនិងធនធានមនុស្សនោះក៏វាមាន SOP មួយចំនួននៅក្នុងហ្នឹងខ្ញុំជឿថាវាមិនគ្រប់ទេប៉ុន្តែនេះគឺជាអ្វីដែលយើងមានហើយវាអាចជួយដល់លោកស្រីមួយចំនួនហើយក្រៅពីហ្នឹងគឺមាន employee handbook បាទមាន employee contract ហើយនឹងមានរបស់ច្រើនទៀតនៅក្នុងហ្នឹងអញ្ចឹងលោកស្រីអាចស្វែងយល់បន្ថែមបាននៅក្នុងហ្នឹងហើយប្រសិនបើមានចំណាប់អារម្មណ៍មានតម្រូវការអីផ្សេងៗអាចតាក់ទងតាមលេខទូរស័ព្ទដែលបានបង្ហាញជូនឬក៏តាមរយៈ website ខាងលើអរគុណច្រើនជំរាបលា